ប្រហែល9 ខែមុនមានបុរសម្នាក់បានធ្វើដំណើរទៅកាន់ខេត្តកំពង់ធំនៅពេលកំពុងអង្គុយញ៉ាំបាយនៅហាងមួយតាមផ្លូវគាត់បានឃើញឡានមួយគ្រឿងមកឈប់នៅមុខហាងភ្លាមៗនោះមាននារីវ័យប្រហែល20 ឆ្នាំម្នាក់ចុះពីឡានហើយដើរចូលមកទិញបាយអ្វីដែលធ្វើឲ្យគាត់ចាប់អារម្មណ៍មិនមែនជានារីម្នាក់នោះទេប៉ុន្តែគឺមនុស្សដែលនៅក្នុងឡានពេលគាត់ក៏លេចមើលទៅក្នុងឡានគាត់បានឃើញមនុស្សម្នាក់អង្គុយនៅខាងក្នុងមានសក់សំពងធំៗនិងមុខមាត់ខ្មៅងងឹតដំបូងគាត់គិតថាប្រហែលជាអ្នកជំងឺឬក៏ជាការសម្ដែងអ្វីមួយប៉ុន្តែពេលគាត់មើលឲ្យច្បាស់មនុស្សដែលអង្គុយនៅក្នុងឡាននោះគ្មានក្បាលគាត់ព្យាយាមមិននិយាយអ្វីព្រោះខ្លាចអ្នកនៅក្នុងឡានមិនជឿហើយគាត់ក៏មិនដឹងថាត្រូវជួយពួកគេយ៉ាងម៉េចដែរប៉ុន្តែរឿងនេះមិនបានបញ្ចប់នៅទីនោះទេប៉ុន្មានខែក្រោយមកគាត់ត្រូវបានតាក់ទងឲ្យទៅមើលផ្ទះមួយនៅកំពង់ម្ចាស់ផ្ទះជាគ្រួសារមួយដែលធ្លាប់មានជីវភាពធូរធារប៉ុន្តែបន្ទាប់ពីបរិសុទ្ធជាមេគ្រួសារធ្លាក់ខ្លួនឈឺអ្វីៗចាប់ផ្ដើមធ្លាក់ចុះបរិសុទ្ធនោះធ្លាប់ទៅពេទ្យជាច្រើនកន្លែងប៉ុន្តែគ្រូពេទ្យមិនអាចរកឃើញជំងឺច្បាស់លាស់បានទេគាត់ចាប់ផ្ដើមស្គមទៅស្អៀវហើយតែងនិយាយថាដៃនិងជើងរបស់គាត់មិនមែនជារបស់គាត់នៅពេលបរិសុទ្ធអ្នកទៅដល់ផ្ទះគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍ថាផ្ទះនេះមានអ្វីមួយមិនប្រក្រតីកន្លែងខ្លះភ្លឺខ្លាំងខណៈកន្លែងខ្លះងងឹតនិងស្ងប់ស្ងាត់ខុសធម្មតាបន្ទាប់មកគាត់បានដើរឡើងទៅជាន់លើនៅទីនោះមានបន្ទប់មួយដែលក្រុមគ្រួសារប្រាប់ថាគ្មានអ្នកណាហ៊ានចូលទេបរិសុទ្ធនោះសួរថាហេតុអ្វីបានជាគ្មានអ្នកណាចូលបន្ទប់នេះគ្រួសារមិនបានឆ្លើយច្បាស់ទេពួកគេឈរនៅមាត់ទ្វារហើយទុកឲ្យគាត់ចូលម្នាក់ឯងនៅខាងក្នុងបន្ទប់មានអាសនៈចម្លែកមួយក្បែរអាសនៈនោះមានវត្ថុមួយដែលធ្វើឲ្យគាត់ឈប់ដង្ហើមមួយផ្លែតឈើមួយដើមដែលមានអ្វីមួយដូចជាក្បាលមនុស្សនិងសក់សំពងគាត់ក្រឡេកមើលជុំវិញគ្មានអ្នកណានៅក្នុងបន្ទប់ទេប៉ុន្តែអារម្មណ៍របស់គាត់ប្រាប់ថាគាត់មិនបាននៅម្នាក់ឯងឡើយបន្ទាប់ពីពិនិត្យមើលបរិសុទ្ធជំងឺគាត់កាន់តែប្រកាសថារឿងនេះមិនមែនជាជំងឺធម្មតាទេគាត់ប្រាប់គ្រួសារឲ្យទៅសុំជំនួយពីព្រះសង្ឃនិងធ្វើពិធីតាមរបៀបដែលពួកគេជឿនៅយប់ដែលត្រូវធ្វើពិធីកូនប្រុសម្នាក់ត្រូវបានឲ្យចូលទៅក្នុងផ្ទះតែម្នាក់ឯងបិទភ្លើងបិទទ្វារគ្មានមនុស្សផ្សេងទៀតនៅក្នុងផ្ទះនៅពេលគាត់អុជធូបនិងទៀនភាពងងឹតបានគ្របដណ្ដប់ជុំវិញខ្លួនហើយភ្លាមគាត់ឃើញជើងមនុស្សពីរគូនៅពីមុខខ្លួនគាត់ព្យាយាមសម្លឹងមើលឲ្យច្បាស់តែពេលភ្នែកគាត់ស៊ាំនឹងភាពងងឹតជើងទាំងពីរនោះបាត់ទៅគាត់ធ្វើតាមការណែនាំហើយព្យាយាមដើរចេញដោយមិនបែរខ្នងប៉ុន្តែពេលចេញពីផ្ទះមិនទាន់បានប៉ុន្មានបរិសុទ្ធជំងឺដែលកំពុងត្រូវគេលើកដាក់លើកៅអីស្រាប់តែស្ទុះងើបឡើងគាត់រត់សម្ដៅទៅរកអ្នកនៅជុំវិញហើយមានកម្លាំងខ្លាំងខុសពីមនុស្សឈឺធម្មតាគាត់ខំដៃអ្នកដែលព្យាយាមខាត់ហើយស្រែកថាហែងប៉ះកូនអញហែងយកផ្ទះអញហែងយកផ្ទះអញមកធ្វើផ្ទះឲ្យគេនៅគ្មានអ្នកណាអាចធ្វើឲ្យគាត់ស្ងប់បានទេរហូតដល់មានការយកទឹកដែលបានរៀបចំមកចាក់លើគាត់ភ្លាមនោះបរិសុទ្ធដែលកំពុងមានអាការៈដ៏គួរឲ្យខ្លាចនោះស្រាប់តែទន់ខ្លួនហើយដួលចុះក្រោយមកព្រះសង្ឃបានសួរអំពីប្រវត្តិផ្ទះនិងឈើដែលប្រើប្រាស់នៅក្នុងផ្ទះទើបគ្រួសារចាប់ផ្ដើមនឹកឃើញថាកាលពីមុនពួកគេធ្លាប់យកឈើមួយដើមពីក្នុងវត្តមកប្រើប្រាស់ធ្វើជាគ្រឿងផ្ទះហើយអ្វីដែលគួរឲ្យខ្លាចបំផុតគឺឈើនោះមិនមែនជាឈើដែលគេអាចកាប់យកបានដោយសាមញ្ញទេបន្ទាប់ពីហេតុការណ៍ទាំងនេះគ្រួសារបានចាប់ផ្ដើមយកគ្រឿងឈើមួយចំនួនទៅប្រគេនវត្តនិងបោះបង់របស់ដែលពួកគេជឿថាមិនល្អចាប់ពីពេលនោះមកសុខភាពរបស់បុរសដែលធ្លាប់ឈឺយូរមកហើយក៏ចាប់ផ្ដើមប្រសើរឡើងវិញប៉ុន្តែរឿងដែលនៅតែធ្វើឲ្យអ្នកដែលបានឮរឿងនេះខ្លាចគឺសំណួរមួយតើនារីសក់សំពងដែលធ្លាប់បង្ហាញខ្លួនក្នុងឡានជាអ្នកណាហើយតើហេតុអ្វីបានជាមនុស្សគ្រប់គ្នានៅក្នុងផ្ទះនោះមិនហ៊ានចូលបន្ទប់មួយនោះរឿងទាំងនេះមិនមានអ្នកណាអាចបញ្ជាក់បានទាំងស្រុងឡើយប៉ុន្តែសម្រាប់អ្នកដែលបានឃើញផ្ទាល់វានៅតែជាអនុស្សាវរីយ៍ដ៏គួរឲ្យខ្លាចមួយដែលពិបាកបំភ្លេច